បាទជម្រាបសួរសួស្តីបងប្អូនអរគ្នាបាទជម្រាបសួរលោកគ្រូអ្នកគ្រូជាទីគោរពបាទថ្ងៃនេះខ្ញុំបាទសូមដាក់ចែករំលែកឬដាក់បទបង្ហាញនៅតួអង្គព្រះភ័យចក្រកមួយព្រះអង្គដែលសាងឡើងពីក្លឹមឈើខ្មៅបងប្អូនបាទសម្រាប់ចម្លាក់បងប្អូនដែលនៅដែលអត់ទាន់ឃ្លាបងប្អូនជាស្រ័យផងបងប្អូនបាទខ្ញុំកំពុងតែឃ្លាជូនឲ្យបងប្អូនតែគាត់ថាអត់ទាន់រួចហើយសម្រាប់បងប្អូនដែលមានត្រូវការចម្លាក់ឬក៏បងប្អូនមានវត្ថុធាតុដើមមិនដឹងជារកជាងណាត្រូវចម្លាក់បងប្អូនអាចតំណមកបានតាមរយៈលេខទូរស័ព្ទខ្ញុំដាក់នៅលើ file page និង file TikTok ឬក៏បងប្អូនអាចចូលទៅកាន់ Telegram ឬក៏ WhatsApp បងប្អូនអាចទៅលេខសារមកបានបងប្អូនដែលតម្រូវការកម្មង់ក៏ដូចជាបងប្អូនដែលមានវត្ថុធាតុដើមស្រាប់អីគឺអាចដាក់ផ្ញើមកសាងបានបាទតម្លៃសមរម្យបងប្អូនហើយបងប្អូនដែលសូស៊ូតម្លៃនៅក្នុង comment ក្នុង comment TikTok ក៏ដូចជាក្នុង comment page ខ្ញុំបាទអត់បានឆ្លើយឆ្លងនៅក្នុងសារ comment ហ្នឹងបងប្អូនអាចចូលទៅក្នុងសារបានផ្ញើទៅក្នុង Messenger បងប្អូនបាទព្រោះអីដោយសារការឆ្លើយតម្លៃនៅលើ comment ហ្នឹងវានាំឲ្យក្រុមហ៊ុនចាប់អញ្ចឹងបងប្អូនបាទមិនមែនថាអូឆាតទៅតម្លៃថ្លៃទេបងប្អូនអត់ទេតម្លៃសមរម្យបងប្អូនអាចចូលឆាតកម្មង់បានឬក៏បងប្អូនមានវត្ថុធាតុដើមចង់ចម្លាក់អីបងប្អូនអាចដាក់ចម្លាក់បានបាទមិនថាចម្លាក់ឈើថ្មអីទេបងប្អូនអាចតតមកបានប៉ុន្តែចម្លាក់លើថ្មឲ្យតម្លៃខុសគ្នាបងប្អូនបាទព្រោះរឹងយើងគិតតម្លៃខុសគ្នាហើយចម្លាក់លើឈើឲ្យតម្លៃសមរម្យឯងបងប្អូនបាទលើស្នែកលើអីតម្លៃសមរម្យបងប្អូនអាចដាក់មកបានអត់ថ្លៃទេបងប្អូនបាទសម្រាប់បងប្អូននៅទីតាំងនៅភ្នំពេញបងប្អូនអាចមកដល់កន្លែងផ្ទាល់ក៏បានឬក៏បងប្អូនដាក់ផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូនក៏បានដែរបងប្អូនប៉ុន្តែបងប្អូននៅបណ្ដាខេត្តគាត់នៅឆ្ងាយគាត់អត់បានមកផ្ទាល់អីបងប្អូនអាចដាក់ផ្ញើតាមក្រុមហ៊ុនដឹកជញ្ជូនមកបានហ្នឹងអរគុណច្រើនសម្រាប់ការគ្រប់គ្រងចលនាខេត្តខ្ញុំបាទហេងសុខសប្បាយទាំងអស់គ្នាបាទមានលេខជ័យសំណាងល្អអរគុណ